នគរបាលខណ្ឌមានជ័យបានឃាត់ខ្លួនជនបរទេសប្រុសស្រី2នាក់ជាជនជាតិស៊ុយអេតបន្ទាប់ពីពួកគេបានបង្កហិង្សាដោយចេតនានិងបំផ្លិចបំផ្លាញសម្ភារៈនៅក្នុងផ្សារម៉ាតមួយកន្លែងកាលពីយប់ថ្ងៃទី13ខែឧសភាឆ្នាំ2024ហេតុការណ៍នេះត្រូវបានបញ្ជាក់ដោយ Facebook របស់អគ្គស្នងការនគរបាលជាតិហេតុការណ៍បង្កហិង្សានេះបានកើតឡើងនៅយប់ថ្ងៃទី13ខែឧសភានៅឯផ្សារម៉ាតឈ្មោះ XL Mart ដែលស្ថិតនៅលើបណ្ដោយផ្លូវលេខ217ក្នុងភូមិដំណាក់ធំ5សង្កាត់ស្ទឹងមីនទី3ខណ្ឌមានជ័យរាជធានីភ្នំពេញជនបង្កទាំងពីររូបបានធ្វើសកម្មភាពវាយខំតិសម្ភារៈជាច្រើននៅក្នុងហាងដោយគ្មានមូលហេតុច្បាស់លាស់ក្រោយទទួលបានព័ត៌មានពីការបង្កហេតុកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានចុះស្រាវជ្រាវនិងឃាត់ខ្លួនជនបរទេសទាំងពីរនាក់នោះបានភ្លាមៗពួកគេត្រូវបានគេស្គាល់ឈ្មោះ Christian Oberg ជាបុរសនិង Melin Tilving ជាស្ត្រីដែលសុទ្ធសឹងជាជនជាតិស៊ុយអេតនិងមានមុខរបរមិនពិតប្រាកដបច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងស្ថិតក្រោមការសាកសួរនិងអនុវត្តតាមនីតិវិធីច្បាប់ដោយកម្លាំងជំនាញនៃការិយាល័យនគរបាលព្រំដែនកម្រិតស្រាលរាជធានីភ្នំពេញដើម្បីចាត់ការបន្ត